ចំពោះ FTA យើងមាន FTA ជាមួយចិនជាមួយកូរ៉េ UAE ណាយើងហើយយើងសម្ដេចក៏បានផ្ដល់អនុសាសន៍ណែនាំឲ្យក្រសួងពាណិជ្ជកម្មពិចារណារៀបចំចរចា FTA ឲ្យធ្វើបានធ្វើទៅគ្រប់ប្រទេសអត់មានបញ្ហាអីទេខិតខំប្រឹងប្រែងរៀបចំចរចាហើយយើងកំពុងពិចារណាចូលរួមជាមួយ CPTPP ដែរហ្នឹងក៏ខិតខំប្រឹងប្រែងដែរចំពោះ FTA ជាមួយអឺរ៉ុបនេះឥឡូវអាស៊ានកំពុងតែធ្វើកិច្ចការហ្នឹងអញ្ចឹងបាទអាស៊ានកំពុងរៀបចំចរចាជាមួយនឹង EU ហើយចរចាហ្នឹងក្នុងហ្នឹងអាស៊ានយើងក៏នៅក្នុងអាស៊ានដែរអញ្ចឹងក៏ទទួលបានផលវិជ្ជមានពី FTA ហ្នឹងដែរព្រមជាមួយគ្នាដូចយើងថាអាស៊ានចិនក៏មានដែរ FTA ហ្នឹងប៉ុន្តែយើងផ្ទាល់ក៏ធ្វើជាមួយចិនផ្ទាល់ដែរដូចគ្នាសិង្ហបុរីគាត់ធ្វើផ្ទាល់មួយសហរដ្ឋអាមេរិកគាត់មាន ASEAN US យ៉ាងអត់មានទេ framework agreement ហើយណាប៉ុន្តែគាត់មួយមានអញ្ចឹងគាត់នៅធ្វើដោយឡែកទៀតដោយឡែកអញ្ចឹងយើងក៏ខិតខំប្រឹងប្រែងធ្វើដោយឡែកដែរអញ្ចឹងអារម្មណ៍ចង់បន្ថែមក៏បន្ថែមប៉ុន្តែគឺរដ្ឋាភិបាលយើងឲ្យក្រសួងពាណិជ្ជកម្មលោកពិចារណាណាសិក្សាតើចរចាជាមួយប្រទេសណាបានដែលផ្ដល់មកវិញនៅផលប្រយោជន៍វិជ្ជមានជូនប្រទេសយើងមកទីប៉ុណ្ណេះខ្ញុំចង់បន្ថែមសូមអញ្ជើញសូមគ្រប់អាដាមបៈសាជាថ្មីសូមអរគុណនៅសំណួរដ៏ល្អនេះដោយអាដាមស្វាមានប្រសាសន៍ហើយរាជរដ្ឋាភិបាលបានបកគោលការណ៍ជូនទាំងក្រសួងពាណិជ្ជកម្មទាំងក្រសួងផ្សារបានពាក់ព័ន្ធចរចា FTA ណាបានត្រូវទៅព្រោះ FTA ហ្នឹងគឺស្មើភាពមានន័យថាគេឲ្យយើងឲ្យគេយើងទាបគេទាបយើងអានេះគឺនិយាយសាមញ្ញពាក្យនេះទី1ទី2ក្រៅពី EU សូមជម្រាបជូនថ្ងៃមុនសម្ដេចធិបតីគាត់អញ្ជើញទៅរុស្ស៊ីជឿថាបណ្ដាញសារព័ត៌មានបានឃើញហើយគាត់បាន post នៅ page របស់គាត់គឺបានរុញឲ្យមាន Eurasia Economic Union ហ្នឹងគឺជា FTA មួយធំតែមានប្លុកមានរុស្ស៊ីបេឡារុសនៅ 4-5 ប្រទេសហ្នឹងគឺឲ្យមាន FTA នៅកិច្ចការនេះប្រហែលជឿថាសារព័ត៌មានបានលឺហើយទី2ពាក់ព័ន្ធមួយខាងអឺរ៉ុបគឺយើងក៏បាន initiate បាទជាបងប្អូនសារព័ត៌មានបានឃើញលោកនាយករដ្ឋមន្ត្រីចំនិមលបានអញ្ជើញទៅថ្មីនៅ Swiss គឺបានរុញ European Peace Association ដែលមាន Swiss មាន Norway ហើយមានប្រទេស 4-5 នៅតំបន់អឺរ៉ុបនឹងដូចគ្នានេះយើងមាន2ធំណាបន្ទាប់មកតាំងមិញសំណួរគឺពាក់ព័ន្ធជាមួយនឹង EU យើងផុតពី EBA តើតាណាគឺបន្ទាប់គឺមាន2ជំរើសទី1គឺយើងធ្លាក់មក GSP ធម្មតាអាហ្នឹងគឺយើងបាក់ប្រកួតប្រជែងអញ្ចឹងត្រូវតែ GSP Plus គឺយើងត្រូវជាប់លក្ខខណ្ឌបែរជាជឿថាបណ្ដាញសារព័ត៌មានអស់បានឃើញហើយ EU ទៅចេញ regulation ថ្មីរបស់ GSP រួមនឹង GSP Plus អីហ្នឹងគឺត្រូវ comply ច្រើនសូម្បីតែ GSP Plus ហ្នឹងគឺrule of origin ហ្នឹងគឺ 10% information គឺពិបាកយើងពិបាកបំពេញគឺត្រូវមានកបាស់ហើយយើងមកកាត់ឲ្យទៅបាច់នាំចេញទៅបាននេះគឺចំណុចមួយគាត់ចង់ highlight ចំណុចទេអញ្ចឹងបានរដ្ឋាភិបាលបានបកគោលភារកិច្ចមកក្រសួងពាណិជ្ជកម្មពិចារណាពីជំរើសតើរត់ GSP Plus ឬមួយក៏ FTA ដោយដែលសំណួររបស់សារព័ត៌មានបានសាកសួរគឺតើទៅ FTA ជាមួយ EU យើងកំពុងសិក្សាទាំងពីរហ្នឹងហើយកំពុងតែ engage ទាំងពីរហើយយើងសួរទៅ yes វិញសួរតើយើងចង់ម្នាក់យើងទៅ FTA ជាមួយ EU សួរតើ EU willing accept ទទួលធ្វើអត់ដែលយើងកំពុងនៅ LDC នេះគឺជាចំណុចដែលយើងត្រូវពិភាក្សាដើម្បីសិក្សាទាំងផ្លូវច្បាប់ហើយទាំងការជំរុញដើម្បីឲ្យឃើញនៅកិច្ចការនេះហើយអញ្ចឹងយើងអត់មានបោះបង់ចោលផ្លូវណាមួយផ្លូវណាដែលមានផលចំណេញសម្រាប់ប្រជាជាតិគឺយើងនឹងដើរផ្លូវហ្នឹងសូមអរគុណសូមបន្ថែមប៉ុណ្ណឹងអរគុណឯកឧត្តមបាទ